video នេះគឺខ្ញុំនឹងនាំអ្នកនរគ្នាមកមើលពី script Night Hub ជាមួយនឹង script Oh My God Hub ហើយយើងធ្វើពីរបៀបយកដាវទូស៊ីតាអញ្ចឹងជាដំបូងអ្នកគ្នាបើកជាមួយនឹងកម្មវិធី script Night Hub នេះមកហើយអ្នកគ្នាចូលកន្លែងOIP Intra អ្នកគ្នាអានេះខ្ញុំចូលខុសតែអញ្ចឹងយើងចូល OIP Intra ហើយយើង click ទៅ refresh វាមកដើម្បីយើងរក server ណាដែលវា spawn ជាមួយនឹង main Intra ហើយពេលដែលយើងរក server ដែលមាន main Intra ហើយចាំយើងបើក script ដើម្បី auto ទូស៊ីតាតែម្ដងអ្នកគ្នាបន្ទាប់ពីយើងហូប server មក server ដែលមាន main Intra កំពុងតែ spawn អញ្ចឹងយើងធ្វើការបើក Oh My God Hub យើងមកហើយយើងយកកន្លែងពាក្យ query item ហ្នឹងឯងហើយបន្តមកទៀតចាំយើងយកពាក្យ auto ទូស៊ីតាអញ្ចឹងគឺវានឹងទៅធ្វើ quest ទូស៊ីតាដោយសារតែ main Intra spawn អញ្ចឹងបើសិនជា server ណាអត់មាន main នឹង spawn ទេយើងបើកវាដើរទេអញ្ចឹងយើងរក server ដែលមាន spawn ទូស៊ីតាហ្នឹងមកតែគាត់បើកអាហ្នឹងមកគឺវាទៅវាទៅធ្វើ quest យកដាវហ្នឹងឲ្យយើងហើយសម្រាប់ quest វាហ្នឹងគឺដូចជាទៅកន្លែងនេះទៅវាយមេឡងម៉ាហ្នឹងឃើញទេវាយមេឡងម៉ាហើយដំបូងហ្នឹងគឺវាទៅកោះឲ្យទៅកោះឲ្យត្រាសិនទៅកោះឲ្យត្រាហើយវាវាយស្អីគេសា enemy នៅកន្លែងកោះហ្នឹងហើយបន្តទៅមិនឆ្លងភពចេញទៅកន្លែងវាយមេឡងម៉ាហ្នឹងវិញហើយកន្លែងមេឡងម៉ាហ្នឹងគឺត្រូវការមេនឹង spawn ដែរណាគេនៅក្នុងវីដេអូនេះគឺពេលដែលខ្ញុំធ្វើ quest ហ្នឹងគេមើលតិចទៀតវាចេញពីកន្លែងហ្នឹងហើយទៅកន្លែងហ្នឹងគឺវាអត់ទៅវាយទេដោយសារតែមេវា spawn ដល់តាម master ក្រោយមកមេវាចាប់ដើម spawn ទៅវា auto ទៅនេះកន្លែងនេះគឺវាកៀងវានៅមួយកន្លែងអញ្ចឹងដោយសារមេ spawn ដល់ពេលខ្ញុំបិទ record ហើយខ្ញុំបើកទៅវិញមេវា spawn បានវាប្រយរត់ទៅវាយទៅដើម្បីយកដាវទូស៊ីតាហ្នឹងទៅហើយវាយតែមួយបានមកហ្នឹងអានេះគឺមេ spawn មកតែពេលមេ spawn មកវាអត់មកវាយអាមេហ្នឹងហើយអត់មកវាយតែមួយគឺបានដាវទូស៊ីតាឡើងស្រួលហ្មងមកមេនេះ30នាទីវា spawn ម្ដងអញ្ចឹងឥឡូវខ្ញុំបាននេះទូស៊ីតាគឺងាយស្រួលទេបាទវាពិបាកថងថាបើសិនជាអ្នកគ្នាអត់ប្រើ script Night Hub ទេគឺពិបាករក main spawn អញ្ចឹងតើអ្នកគ្នាស៊ូមុនអាមេ OIP ហ្នឹងមក Intra ហ្នឹងមកតែដល់ពេលគ្នាយើងប្រើជាមួយនឹង script Night Hub នេះបាទ easy មែនតើយើងគ្រាន់តែហូប server មកគឺបានទេអញ្ចឹងរបៀបយកដាវទូស៊ីតាយើងមានប៉ុណ្ណឹងអ្នកគ្នាចង់មើលវីដេអូបន្ថែមកុំភ្លេច follow and subscribe នៅលើ YouTube ខ្ញុំម្នាក់មួយផង